ពិព័រណ៍មួយខ្ញុំក៏បានអញ្ជើញមករួមថ្នាក់ច្រើនណាស់មកមើលក៏ប៉ុន្តែគេមិនចង់មកដូច្នេះហើយខ្ញុំក៏និយាយខ្ញុំចូលចិត្តរបស់ទាំងនេះមើលទៅនិយាយប្រកាសជាចូលចិត្តនាងខ្ញុំគិតថាកុំស្គាល់គាត់ល្អជាងក្នុងពេលនេះបើគាត់ដឹងរឿងយើងទាំងពីរជំងឺបេះដូងរបស់គាត់ប្រកាសជាធ្វើទុកមិនខានទេមួយនេះកុំយកអីឲ្យមកខ្ញុំបានទេឲ្យមកខ្ញុំ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 មកឲ្យមកខ្ញុំមើលរបាយការណ៍រាល់ថ្ងៃខ្ញុំមិនចេះធុញទ្រាន់ផងហ្នឹងយកទៅសូមឲ្យមានគេចាំថ្ងៃបុណ្យកំណើតរបស់ខ្ញុំសូមឲ្យមានមនុស្សកំដរខ្ញុំពេលយាមសាលាសូមឲ្យមិត្តរួមថ្នាក់ខ្ចីរបស់ពីខ្ញុំហើយត្រូវឲ្យខ្ញុំវិញពេលដែលលេងបិទពួនសូមឲ្យមិត្តរួមថ្នាក់រកខ្ញុំឲ្យឃើញហើយចាំទៅផ្ទះកុំឲ្យពួកគេទៅផ្ទះចោលខ្ញុំអត់ន័យមែនពិតជាអត់ន័យមែនមួយនេះដូចខ្ញុំអញ្ចឹងសូមរកមនុស្សដែលគេស្រឡាញ់ខ្ញុំហើយខ្ញុំក៏ស្រឡាញ់គេវិញដែរបានហើយប្រាថ្នានេះប្រហែលជាបានសម្រេចហើយនៅស្ទើរបន្តិចបើសិនជាអាណាឡើងលើកប៉ាល់រឿងនោះវាពិតជារឿងពិតហើយគាត់សប្បាយចិត្តក៏ចាក់ចេញមិនសប្បាយចិត្តក៏មកជួបលោកតែលោកខឹងដែរទីប្រហែលជាខ្ញុំមិនអាចខឹងអាណាបានទេតែខ្ញុំពិតជាខឹងមែនហេតុអីទេពីព្រោះគេពិតជាសំខាន់សម្រាប់ខ្ញុំការសម្ដែងលើកទី1គេដួលនៅលើឆាកគេមិនខ្លាចហើយក៏មិនរត់ហើយបែរជាខិតខំតស៊ូសម្ដែងតទៅទៀតនេះហើយគឺជារឿងអាណាដែលគួរឲ្យគេចាប់ចិត្តខ្ញុំដឹងថាគេនៅលើឆាកធ្វើអាណាអាចខឹងគេបានទេខ្ញុំយល់ថានាងអាណាមានសំណាងល្អមានលោកស្រឡាញ់គាត់តាមពិតខ្ញុំក៏ប្រឹងតែគ្មានអ្នកណាគេពេញចិត្តខ្ញុំសោះអាណាគេមានគោលដៅគេចង់ខ្លាយទៅជាអ្នករំទី1នៅក្នុងលោកនេះហើយចុះនាងវិញនាងធ្វើអ្វីតាមតែសំណុំពររបស់គេហើយនេះតើមានអ្នកណាគេពេញចិត្តនឹងនាងលោកអញ្ជើញសម្រាប់ចុះខ្ញុំទៅគេងហើយណែតើកូននេះគិតយ៉ាងម៉េចទៅមិនមែនខ្ញុំអត់មានសមត្ថភាពថែកូននេះទេសំខាន់គឺខ្ញុំមានសង្សារក្នុងស្ថានភាពបែបនេះខ្ញុំមិនអាចយកកូននេះបានទេពិតមែនតែកូននេះគ្មានកំហុសតែយើងទៅពីពិតជាមិនដែលស្គាល់គ្នាមែនឆាកជីវិតនៃយើងមិនគួរមានហេតុផលបែបនេះកើតឡើងទេខ្ញុំណាសុំតើខ្ញុំក៏មិនចង់យំដែរគេនិយាយថាស្រីដែលមានទម្ងន់ចូលចិត្តយំណាគឺពិតជាអញ្ចឹងមែននេះប្រហែលជាកូនក្នុងផ្ទៃរបស់នាងក៏ចង់យំដែរមានឪពុកម្នាក់មិនទទួលខុសត្រូវយ៉ាងនេះតាមពិតលោកក៏និយាយត្រូវដែរនេះបើសិនជាខ្ញុំកាត់កូននេះមកខ្ញុំមិនអាចផ្ដល់គ្រួសារពេញលេញដល់គេធ្វើអញ្ចឹងខ្ញុំក៏ស្ដាយអស់មួយជីវិតហ
ហើយម្យ៉ាងទៀតកូននេះក៏ប្រហែលជាបញ្ហាស្មុគស្មាញសម្រាប់លោកជាមួយអាណាខ្ញុំមិនចង់ឲ្យកូននេះចាប់ជាតិដោយគ្មានអ្នកណាមកជូនពរកូននេះនោះទេខ្ញុំដឹងថាអាណាគិតតែពីរឿងខ្លួនឯងតែចំពោះនាងវិញខ្ញុំក៏ខ្លាចទៅជាមនុស្សគិតតែពីរឿងខ្លួនឯងដែរកុំនិយាយអញ្ចឹងលោកដឹងទេតាំងពីតូចដល់ធំតាំងពីនៅសាលាមត្តេយរហូតដល់មហាវិទ្យាល័យខ្ញុំមិនដែលធ្វើអ្វីទេខ្ញុំគិតថាកិច្ចការដែលខ្ញុំធ្វើបានល្អបំផុតគឺពេលប្រចាំការនៅក្នុងសាលាខ្ញុំធ្វើយ៉ាងណាអាចคลายជាអ្នកម្ដាយល្អបាននោះហេតុនេះហើយខ្ញុំខ្លាចចាក់ថ្នាំនៅព្រឹកថ្ងៃស្អែកខ្ញុំគិតថាយើងទាំងពីរត្រឡប់ដូចដើមវិញនោះគឺជាជំរើសល្អសម្រាប់ពួកយើងឈិនស៊ីអ៊ីសំទោសណាមនុស្សស្រីពេលធម្មតាពេលដែលជួបរឿងបែបនេះគេតែងតែស្រែកយំរកមនុស្សទទួលខុសត្រូវតែនាងយល់ចិត្តខ្ញុំណាគឺលោកប្រាប់ខ្ញុំថាកុំឲ្យនិយាយសំទោសញឹកពីតាមពិតនេះក៏មិនមែនមកពីលោកដែរគឺមកពីខ្ញុំទេច្រឡំចូលបន្ទប់ធ្វើឲ្យមានរឿងច្រឡំកើតឡើងស្អែកខ្ញុំទៅជាមួយនាងមិនបាច់ទេខ្ញុំទៅខ្លួនឯងបានទេទោះជាថាខ្ញុំមិនទទួលខុសត្រូវរឿងនេះក៏ខ្ញុំមិនចង់ឲ្យនាងដោះស្រាយបញ្ហាខ្ញុំតែម្នាក់ឯងដែរខ្ញុំទៅជាមួយនាងចុះតើបានដែរទេមិនបាច់ទេខ្ញុំទៅវិញហើយឈប់សិនឲ្យមកខ្ញុំមិនអីទេខ្ញុំទៅខ្លួនឯងបានហើយមិនអីមកគេទៅកុំព្រួយមិនបាច់ព្រួយទេខ្ញុំមិនធ្វើឲ្យនាងទេខ្ញុំដឹងហើយនាងកុំប្រឆាំងណាខ្ញុំមិនឲ្យនាងទៅមន្ទីរពេទ្យម្នាក់ឯងទេគេទៅថើគេទៅរងាទេទៅដល់ភួយទៅគេទៅណាលោកឆ្ងល់ទេយើងទាំងពីរអ្នកនេះតែជួបគ្នា3ដងតែគេងជាមួយគ្នា2លើកទៅហើយលោកធ្វើយ៉ាងណាទៅហើយឥឡូវនេះមានកូនមួយខ្ញុំយល់ថារឿងនិស្ស័យមនុស្សពិតជាចម្លែកមែនហេតុអីបានជាប្រែចុះប្រែឡើងគេមិនលក់មែនទេខ្ញុំគេងត្រូវតែទៅដល់ភួយខ្លួនឯងនេះជាទម្លាប់របស់ខ្ញុំតាំងពីតូចបើមិនចឹងខ្ញុំគេមិនលក់ទេប៉ិតមែនទេឥឡូវអញ្ចឹងទៅចុះសុំលោកបាត់ភ្នែកសិនទេបាត់ភ្នែកឥឡូវនេះលោកសមាសម័យថាកំពុងតែគេងពីលើសាលីមួយដុំនៅលើទឹកសមុទ្រហើយខ្លួនឯងមានអារម្មណ៍ដាច់ដងនាងសលៃចេះស្រូបទឹកធ្វើយ៉ាងណាអញដាច់លើទឹកបានអូខេនេះជាការសមាសម័យមិនមែនជារឿងពិតឯណាមិនគួរលោកយកចិត្តទុកដាក់យ៉ាងនេះសោះឥឡូវអញ្ចឹងចុះខ្ញុំច្រៀងចម្រៀងឲ្យលោកស្ដាប់别管以后将如何结束，至少我们曾经相聚过。នេះជាចម្រៀងហួសសម័យហើយ土地飞心里彼此约束更与谣言语的城មនុស្សស្រីធម្មតាដែលគេមិនចាប់ចិត្ត
ហេតុអីបានជាទឹកមុខគេមានភាពកក់ក្ដៅម្ល៉េះ